ដោយសារតែការទ្រាំទ្រនឹងផ្សែងទៀនភ្នែករបស់គាត់កាន់តែដុនដាបខ្លាំងឡើងរហូតទាល់តែទឹកភ្នែករបស់គាត់ក្លាយជាដំណក់ឈាមទឹកភ្នែកឈាមស្រក់លើកម្រាលព្រំក៏ក្លាយជាពណ៌ធម្មជាតិពិតៗស្អាតម្លេះលោកអើយដោយសារភាពប៉ិនប្រសប់ម្ដាយបានប៉ាក់ជារូបដើមផ្កានិងដើមឈើហូបផ្លែហើយដំណក់ទឹកភ្នែកធំជាងគេបានធ្លាក់មកចំរូបព្រះអាទិត្យដែលធំមូលក្រឡង់និងមានរស្មីចិញ្ចែក3ឆ្នាំកន្លងផុតទៅការប៉ាក់បានបញ្ចប់រួចរាល់ទីបំផុតការប្រឹងប្រែងមិនចោះចាញ់ក៏បានផលមែនពិតជាស្អាតខ្លាំងណាស់ម្ដាយបានយកកម្រាលព្រំសូនមកលាបមើលជាមួយកូនប្រុសទាំង3នៅលើវាលស្មៅខាងមុខផ្ទះមកមើលកម្រាលព្រំនេះណែម៉ែប៉ាក់រួចរាល់ហើយមើលតើស្អាតទេវ៉ាវពិតជាអស្ចារ្យណាស់ម៉ែខ្ញុំមិននឹកស្មានថាម៉ែពិតជាចេញរូបរាងបានស្អាតដល់ថ្នាក់នេះសោះស្អាតណាស់ច្បាស់ជាលោកបានប្រាក់ច្រើនជាមិនខានទេមិនហើយបើមិនសរសើរពីម៉ែមិនដឹងថាសរសើរអ្នកណាទេពេលអ្នកទាំង4កំពុងតែមើលនិងសរសើរពីលំអនៃកម្រាលព្រំរំពេចនោះស្រាប់តែមានខ្យល់បក់មកយ៉ាងខ្លាំងហើយក៏គួចយកកម្រាលព្រំទៅបាត់ម្ដាយស្រីឡើងកម្រាលព្រំខ្ញុំមិនអាចទេកម្រាលព្រំខ្ញុំមិនទេម៉ែចាំកូនរត់ទៅតាមយកមកវិញបានណាមិនអាចទេកូនប្រុសទាំង3ក៏រត់កាត់តាមផ្ទាំងថ្មនិងព្រៃបន្លែដើម្បីដេញចាប់កម្រាលព្រំតែយកយ៉ាងម៉េចបាននេះបើមិនដឹងខ្យល់បក់យកទៅដល់ណានៃបាត់ហើយទេហើយពិតជាចង្រៃណាស់ហើយប៉ុន្តែវាបានប៉ើងហើរកាត់ភ្នំសម្ដៅទៅអាកាសដ៏សែនខ្ពស់បាត់ស្រមោលឯណាកម្រាលព្រំកម្រាលព្រំឃើញកូនប្រុសទាំង3ត្រឡប់មកវិញកម្រាលព្រំខ្ញុំម៉ែក៏មិនអាចបងមកជួយលើកម៉ែតែយកវិញចាំកូនរត់ទៅតាមមកវិញបានឯណាម៉ែកូនប្រុសទាំង3ទៅរត់បាននៅម្ដាយដោយសម្រេចបន្លែដើម្បីដេញចាប់កម្រាលព្រំភ្នែកទាំងគូរបស់គាត់ឡើងស្រអាប់គ្មានពន្លឺគឺហាក់ដូចជាព្រលឹងរបស់គាត់បានផុសទៅជាមួយកម្រាលព្រំម៉ែដូចជាស្រអាប់មើលវិញមិនច្បាស់សោះអញ្ចឹងវាបានអាចទេម៉ែមិនអាចខ្លាចទៅច្បាប់នេះបានទេមិនក៏ទៅច្បាប់នេះអញ្ចឹងម៉ែបងម៉ែយើងកាត់អីគាត់ក៏ធ្លាក់ខ្លួនឈឺមិនអាចក្រោកពីគ្រែបានឡើយទោះបីជាកូនប្រុសរបស់គាត់និយាយលួងលោមយ៉ាងណាក៏ដោយក៏គាត់មិនព្រមឆ្លើយតបវិញដែរពេលឃើញម្ដាយក្នុងសភាពធ្ងន់ធ្ងរបែបនេះបងខ្ញុំត្រូវតែទៅរកកម្រាលព្រំបើពុំនោះទេម៉ែយើងនឹងស្លាប់មិនខានមិនបាច់ទេទុកឲ្យយើងវិញយើងនឹងចេញទៅរកព្រោះយើងជាបងរបស់ពួកឯងយើងរឹងមាំជាងពួកឯងពោលចំកូនប្រុសច្បងក៏រៀបចំសម្ពាយរួចចេញដំណើរទៅតាមទិសដៅដែលបាត់កម្រាលព្រំនោះក្រោយពីធ្វើដំណើរអស់ពេលយ៉ាងយូរបរិសុទ្ធច្បងក៏បានមកដល់ជ្រលងភ្នំមួយដែលមានទឹកជ្រោះហូរធ្លាក់នៅទីនោះមានដូនចាស់ម្នាក់ដែលមានសក់សស្គូដោយក្រណាត់សអង្គុយនៅមុខផ្ទះក្នុងព្រៃជ្រៅយ៉ាងនេះសោះពិតជាចម្លែកណាស់ចៅប្រុសតើចៅចង់ទៅណាហេតុអីបានជាចៅធ្វើដំណើរមកដល់ទីនេះទៅវិញបងតបតែទើសទាល់គឺខ្យល់បក់គួចយកកម្រាលព្រំរបស់ម្ដាយខ្ញុំយកទៅយាយប្រហែលជាដឹងថាវានៅទីណាហើយមែនទេមែនហើយយាយដឹងគឺទេពធីតានៅភ្នំមាសបានលួចយកវាទៅណាចៅអូទេពធីតាឬមិនដែលមិនគួរជឿទេយាយចេះតែសម័យតាមម្ដាយខ្ញុំមួយទៀតហើយនឹងមានទេពធីតាមកពីណាទេចេះតែនិយាយហ្មងចៅប្រុសលើលោកជើងនេះនៅមានរឿងរ៉ាវជាច្រើនដែលគេមិនទាន់បានដឹងនឹងមើលឃើញណាចៅបើឯងជឿយាយឯងមកតាមមកតែបើមិនជឿចៅបន្តដំណើររបស់ចៅទៀតចោះបរិសុទ្ធច្បងដើរទៅក្រោយផ្ទះតាមដូនចាស់ទាំងសង្ស័យរហូតដល់សួនច្បារដែលមានរូបសំណាកសេះថ្មធំមួយត្រូវមកទីនេះទៅវិញចឹងយាយហើយនោះជាស្អីហ្នឹងនេះហើយចៅសេះមួយក្បាលនេះនឹងនាំចៅទៅកាន់ភ្នំមាសនោះបានពិតជាឈួតហើយសេះថ្មហ្នឹងឯងយាយដូនចាស់ពួកក្បាលរួចពន្យល់បន្តបងចៅត្រូវបោចសក់ក្បាលរបស់ចៅធ្វើជាសក់ឲ្យវាហើយវានឹងមានជីវិតដើម្បីសងគុណសេះនេះនឹងនាំចៅទៅកន្លែងណាដែលចៅចង់ទៅប៉ុន្តែមុននឹងទៅដល់ភ្នំមាសចៅត្រូវតែឆ្លងកាត់ភ្នំភ្លើងភ្នំតកនិងព្យុះសមុទ្រខ្សាច់ហើយចៅមិនត្រូវត្អូញត្អែដាច់ខាតអូយស្អីគេដល់ថ្នាក់នេះផងខ្ញុំមិនជឿពាក្យឈួតរបស់យាយសូម្បីតែមួយម៉ាត់ខ្ញុំនឹងទៅរកតាមវិធីរបស់ខ្ញុំវិញប្រសើរជាងហើយតាមវិធីរបស់ចៅគឺមិនអាចរកឃើញទេយាយក៏មិនអាចបង្ខិតបង្ខំចៅឲ្យធ្វើតាមយាយបាននោះដែរប៉ុន្តែយាយមានរបស់មួយទៀតតែមិនមែនសម្រាប់ចៅទេគឺសម្រាប់ម្ដាយអភ័ព្វរបស់ចៅជាអ្វីទៅយាយចៅយកថង់មាសនេះទៅរួចត្រឡប់ទៅផ្ទះវិញចុះណាចៅកូនច្បងទទួលយកថង់មាសរួចត្រឡប់ក្រោយយ៉ាងលឿនប៉ុន្តែគេមិនមែនទៅផ្ទះទេគេដើរបណ្ដើរគិតបណ្ដើរមាសមួយថង់នេះសម្រាប់យើងតែម្នាក់ប្រសើរណាស់ទៅហើយតែបើសម្រាប់មនុស្ស4នាក់ច្បាស់ជាវាមិនគ្រប់នោះទេគិតហើយគេយកថង់មាសនោះសម្ដៅទៅទីក្រុងដែលមានទៀមស្រានិងបនលបែងវិញមិនចំនេះអផុកតអហ្នឹងបើចៃណាទេប៉ុណ្ណឹងឆ្អែតហើយកន្លងផុតទៅដូចជាមួយខែទៅហើយបងប្រុសដូចជាមិនមានដំណឹងអ្វីសោះបងថាគូតែចេញទៅរកម្ដងហើយឯងមើលថែម៉ែបានណាតាមរកកម្រាលព្រំទៀតពេលធ្វើដំណើរទៅដល់ជ្រលងភ្នំបរិសុទ្ធទី2ក៏ឃើញដូនចាស់ហើយអ្វីៗទាំងអស់ប្រព្រឹត្តទៅដោយបងប្រុសច្បងដែរបងប្រុសដល់កន្លែងនេះមុនគាត់ច្បាស់ជាបានមាននេះដែរហើយទីបំផុតកូនច្បងទាំងពីរនៅបនលបែងស៊ីសូវនឹងទៀមស្រាជាមួយគ្នាខែទី2កន្លងផុតទៀនកូនប្រុសពៅព្រួយបារម្ភយ៉ាងខ្លាំងចំពោះបងប្រុសទាំងពីរពិសេសចំពោះម្ដាយដែលមានសុខភាពខ្សោយទៅពីមួយថ្ងៃទៅមួយថ្ងៃប្រៀបដូចចង្គៀងដែលហៀបនឹងអស់ប្រេងហើយរងចាំតែពេលរលត់នោះដែរម៉ែធំធេងគ្មានអ្វីដឹងឈឺហើយញញឹមគ្មានត្អូញត្អែពីតូចដល់ធំឃើញតែអ្នកម៉ែបីថ្នមកូនគ្រប់គ្នា